ឥឡូវនេះអាជីវករមានមុខរបររកស៊ីលក់ដូរដោយខ្លួនឯងក៏អាចធ្វើការបោះសសរបានដែរជាប្រភេទបុគ្គលស្វ័យនយោជឯកសារដែលត្រូវមានទី1អត្តសញ្ញាណប័ណ្ណច្បាប់ដើមមិនទាន់ហួសសុពលភាពទី2ត្រូវមានវិញ្ញាបនបត្រសេដ្ឋកិច្ចក្រៅប្រព័ន្ធទី3ត្រូវមានអាយុមិនលើស60ឆ្នាំអ្នកនៅក្នុងបន្ទុកសមាជិកបសសទាំងអស់ដូចជាប្តីឬប្រពន្ធនិងកូនក៏អាចស្នើសុំធ្វើប័ណ្ណសមាជិកបសសបានដែរដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិកបសសលោកអ្នកត្រូវមានលក្ខខណ្ឌដូចខាងក្រោមចំពោះសហព័ន្ធប្តីឬប្រពន្ធត្រូវមានឯកសារដូចខាងក្រោមទី1សេចក្តីចម្លងសម្បត្តិអាពាហ៍ពិពាហ៍ឬសេចក្តីចម្លងសម្បត្តិបញ្ជាក់អាពាហ៍ពិពាហ៍ទី2ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនទាន់ហួសសុពលភាពទី3សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅទី4ត្រូវមានអាយុមិនលើសពី60ឆ្នាំចំពោះកូនក្នុងបន្ទុកត្រូវមានឯកសារដូចជាសេចក្តីចម្លងសម្បត្តិកំណើតឬសេចក្តីចម្លងសម្បត្តិបញ្ជាក់កំណើតចំពោះកូនដែលមានអត្តសញ្ញាណប័ណ្ណរួចត្រូវភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនទាន់ហួសសុពលភាពទី3ត្រូវមានសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅទី4ត្រូវមានអាយុក្រោម18ឆ្នាំសមាជិកបសសជាបុគ្គលស្វ័យនយោជត្រូវមានភិក្ខទាន2ខែជាប់គ្នាទើបអាចមានសិទ្ធិប្រើប្រាស់សេវាថែទាំសុខភាពបានក្នុងមួយនាក់ចំណាយត្រឹមតែ 15,600 ក្នុងមួយខែចំពោះស្ត្រីដែលមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភ 1,26,000 ដែលមើលទៅលើការបង់ភិក្ខទានគិតដល់ថ្ងៃសម្រាលមាន9ខែឡើងទៅនឹងទទួលបានប្រាក់ឧបត្ថម្ភចាសសូមអរគុណសម្រាប់ការតាមដាន